យោធាថៃបានប្រើប្រាស់សពាវុធធនធ្ងន់ជាច្រើនរួមនឹងយន្តហោះច្បាំងនិងគ្រាប់បែកចង្កោមឈ្លានពានមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃរយៈពេល9ថ្ងៃមកនេះយោធាថៃបានយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររួមមានផ្ទះសម្បែងភូមិឋានស្ពានថ្នល់សាលារៀនមន្ទីរពេទ្យវត្តអារាមការវាយប្រហារដោយសពាវុធធនធ្ងន់រួមនឹងយន្តហោះទម្លាក់គ្រាប់បែកនិងគ្រាប់បែកចង្កោមផ្សែងពុលបង្កឲ្យប្រជាជនស៊ីវិលស្រុកត្រង់របស់កម្ពុជាបាត់បង់ជីវិតចំនួន13រូបទារក1រូបនិងរបួសចំនួន74រូបគឺត្រឹមថ្ងៃទី15ខែធ្នូឆ្នាំ2025នេះត្រឹមល្ងាចថ្ងៃទី15ខែធ្នូឆ្នាំ2025ដដែលនេះយន្តភេសកដែលភៀសខ្លួនពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមានចំនួនជាង12814គ្រួសារស្មើនឹងជាង403,601នាក់ក្នុងនោះស្ត្រីមាន208,266នាក់និងកុមារចំនួន97,209នាក់ដោយសារតែការបាញ់ផ្លោងរំលោភលើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជាទើបបង្កើតឲ្យមានជនភេសកកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិមេត្តាយកចិត្តទុកដាក់ខ្ពស់ចំពោះការឈ្លានពានទាំងកម្ពុជារបស់យោធាថៃនេះនៅព្រឹកថ្ងៃទី15ខែធ្នូឆ្នាំ2025នេះយោធាថៃបានទម្លាក់គ្រាប់ចំនួន3កន្លែងពីយន្តហោះ F16 នៅចំណុចស្ពានស្រុកចុងកាល់ខេត្តឧត្តរមានជ័យនៅស្រុកសីស្នំខេត្តសៀមរាបក្បែរជំរំជនភេសកបណ្ដាលឲ្យមានការភ័យខ្លាចនិងសិស្សសាលាត្រូវរត់ប្រសាទគួរឲ្យតក់ស្លុតពន់ពេកនិងលើភ្នំព្រះនេត្រព្រះខេត្តបន្ទាយមានជ័យភាគីថៃត្រូវទទួលខុសត្រូវចំពោះសកម្មភាពនៃការរំលោភបំពានឈ្លានពានរបស់ខ្លួនមកលើទឹកដីកម្ពុជានិងយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររបស់ខ្លួននេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ភាគីថៃលើច្បាប់អន្តរជាតិសិទ្ធិមនុស្សផ្សេងទៀតផងដែរបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិដោយសង្ខេបស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅទិសយុទ្ធភូមិភាគទី5ខេត្តបន្ទាយមានជ័យនិងខេត្តពោធិ៍សាត់គឺត្រឹមម៉ោង 8:00 នាទីព្រឹករហូតដល់ម៉ោង 13:00 នាទីរសៀលថ្ងៃទី15ខែធ្នូឆ្នាំ2025នេះម៉ោង 9:02 នាទីយោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកហោះចូលមកក្នុងភូមិសាស្ត្រព្រៃច័ន្ទម៉ោង 9:52 នាទីយោធាថៃបន្តបាញ់ប្លង់ចូលភូមិសាស្ត្រភូមិជោគជ័យម៉ោង 10:10 នាទីយោធាថៃបានបាញ់ប្លង់ចូលភូមិសាស្ត្របឹងត្រកួនម៉ោង 11:28 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកចំនួន2គ្រាប់នៅភូមិសាស្ត្រភូមិប៉ោយសំរោងឃុំព្រះនេត្រព្រះស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យម៉ោង 11:32 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ហោះលើភូមិសាស្ត្រឃុំអូបីជាន់និងភូមិសាស្ត្របឹងត្រកួនម៉ោង 12:06 នាទីយោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការហោះក្តាប់សភាពការនៅខាងក្រោយភូមិសាស្ត្រភូមិជោគជ័យម៉ោង 12:56 នាទីយោធាថៃបានប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនតាមបណ្ដោយព្រំដែនភូមិសង្គមថ្មីនិងភូមិឯកភាពឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រផ្សេងទៀតមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចចូលលេងផាត់ហើយអាកន្លែងធំនោះអាកន្លែងចូលលេងកាស៊ីណូនោះ